កូនអ្នកមានមកពីទីក្រុងជីកង់កូនអ្នកមានមកពីជនបទជីក្របីបានអ្នកល្អមកជីកង់បានអ្នកជីក្របីតាអ្នកមានទេពកោសល្យអ្វីជីក្របីគឺសបាយអ្នកគ្រប់គ្រងបាននិយាយថាក៏ប្រសិនបើអ្នកមិនដឹងពីរបៀបជីនោះកុំធ្វើជាមិត្តរបស់ខ្ញុំផាក់ខៃបាននិយាយថាក៏ខ្ញុំអាចជីកង់របស់អ្នកបានប្រសិនបើអ្នកអាចជីវាបានតាអ្នកកំពុងធ្វើអ្វីនៅទីនេះអ្នកពិតជាអស្ចារ្យណាស់ខ្ញុំនឹងជីវាដូច្នេះខ្ញុំនឹងជីវាភ្លាមអ្នកគ្រប់គ្រងនឹងផាក់ខៃភ្នាល់ប្រសិនបើអ្នកអាចជីវាបានខ្ញុំនឹងឲ្យអ្នកនៅកង់នេះប៉ុន្តែប្រសិនបើអ្នកមិនអាចជីវាបានទេចូលចាក់ចេញពីសាលាហើយចេញពីទីនេះឲ្យខ្ញុំជីវា3ដងប្រសិនបើអ្នកជី100ដងខ្ញុំមិនខ្លាចទេខ្ញុំបានប្រាប់ផាក់ខៃកុំឲ្យធ្លាក់ក្នុងអន្ទាក់ព្រោះនៅពេលនោះកុំនិយាយថាផាក់ខៃគឺជាមនុស្សមកពីជនបទសម្បីតែអ្នកមកពីទីក្រុងក៏ដោយគ្មាននរណាម្នាក់ដឹងពីរបៀបជិះកង់នៅក្នុងទីក្រុងទាំងមូលទេមានតែកង់មួយប៉ុណ្ណោះលើកដំបូងដែលភូកុយឡើងជិះគាត់បានដួលប៉ុន្តែនៅតែមានឱកាសដែលគាត់នឹងដួលហើយបាក់វាបើអ្នកបងប្រាក់ខ្ញុំនឹងបងប្រាក់អ្នកទាំងអស់គ្នាសុទ្ធតែជាកូនអ្នកមានប៉ុន្តែក្នុងការសាកល្បងលើកទី2ខ្ញុំមិននឹកស្មានថាភូកុយអាចជិះវាបាននោះទេភូកុយដែលជាលើកដំបូងដែលគាត់បានទៅទីក្រុងត្រូវបានតាក់ទាញដោយរបស់នេះហើយបានត្រឡប់ទៅភូមិវិញគាត់បានប្រាប់គ្រឿងកាន់ភ្លាមឲ្យធ្វើកង់ឈើមួយឲ្យគាត់ទោះបីជាវាមានត្រឹមតែកង់និងគ្មានឈ្នាន់ក៏ដោយគាត់នៅតែអាចជិះចុះចំណោទបានដូច្នេះនេះជាលើកដំបូងដែលគាត់ពិតជាជិះកង់ហើយគាត់អាចជិះវាបានខ្ញុំត្រូវតែនិយាយថាសមត្ថភាពរៀនរបស់គាត់គឺគួរឲ្យខ្លាចណាស់ប៉ុន្តែអ្នកគ្រប់គ្រងបានបដិសេធខ្ញុំនឹងមិនឲ្យគាត់ជិះវាទៀតទេនេះជាកង់ថ្មីរបស់ខ្ញុំហេខ្ញុំបានឲ្យគាត់ជិះវាសម័យនោះភុកគីបានទៅរករ៉ាចាន់ប៉ុន្តែចៃដនឲ្យបានជួបឡុងពីនៅហាងលក់អង្គរឡុងពីបានទិញភុកគីចេញទៅផឹកស្រាខ្លះហើយនៅពេលនេះផានក៏បានមករករ៉ាចាន់ហើយមើលកង់ប្រណេតនាំចូលរបស់គាត់ឡុងពីច្រណែនខ្លាំងណាស់ក្មេងអ្នកមានម្នាក់នេះពិតជាគួរឲ្យខ្លាចណាស់នៅក្នុងទីក្រុងទាំងមូលគាត់ជាមនុស្សតែម្នាក់គត់ដែលមានកង់ហើយវាក៏ជាកង់របស់គាត់ដែរក្មេងពីម្នាក់នេះមិនបានរក្សាពាក្យសន្យារបស់គាត់ទេហើយកង់នោះបានបាត់ពីខ្ញុំបន្ទាប់ពីនោះភុកគីមិនបាននិយាយអ្វីសោះគាត់បានឡើងលើកង់ហើយចេញទៅគាត់រកកង់មិនឃើញផានបានដើរសួរគ្រប់ទីកន្លែងប៉ុន្តែអាកប្បកិរិយាឆ្មើងឆ្មៃរបស់គាត់ធ្វើឲ្យឡុងពីមានការអន្ទះសារបន្តិចសរុបមកហេតុអ្វីបានជាឡានរបស់ខ្ញុំរកមិនឃើញបន្ទាប់មកអ្នកសួរថាអ្នកណានិយាយមិនសមហេតុផលប្រកាសណាស់ថាអ្នកទាំងអស់គ្នាលួចវាខ្ញុំបានទៅប៉ុស្តិ៍ប៉ូលីសដើម្បីរាយការណ៍អ្នកទាំងអស់គ្នាហេតុអ្វីបានជាអ្នកមិនទៅអូអ្នកជាកូនឆ្មើងឆ្មៃក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះប៉ូលីសពិតជាបានរកឃើញឡុងពីសេះច្បងរបស់គាត់ឃើញថាពួកគេមិនអាចពន្យល់បានច្បាស់លាស់ពួកគេពិតជាមិនអាចរត់គេចខ្លួនបានទេដូច្នេះពួកគេគ្មានជំរឿអ្វីក្រៅពីប្រាប់ការពិតដល់ប៉ូលីសនោះទេប៉ូលីសបានមកពីឆាយដើម្បីចាប់ខ្លួនភុកគីប៉ុន្តែភ្លាមនៅពេលដែលពួកគេមកដល់ច្រកទ្វារប៉ុស្តិ៍ប៉ូលីសភុកគីបានឆ្លៀតឱកាសដែលប៉ូលីសមិនបានយកចិត្តទុកដាក់គាត់បានចូលទៅក្នុងឡានហើយរត់ប៉ូលីសមិនអាចតាមទាន់បានហើយបានទៅផ្ទះរបស់ជូដើម្បីរងចាំភុកគីត្រឡប់មកវិញភុកគីបានប្រញាប់ទៅផ្ទះរបស់ងឹមលីក្នុងពេលជាមួយគ្នានេះមនុស្សគ្រប់គ្នាបានមកភ្នាល់នៅសាលារៀនគាត់សង្ឃឹមថាលេលីអាចមកផ្ដល់សក្ខីកម្មជំនួសគាត់បានប៉ុន្តែលេលីបានណែនាំគាត់ឲ្យទៅសូមអភ័យទោសលោកផានភុកគីខឹងយ៉ាងខ្លាំងហើយបានទៅរកយ៉ាចាន់គាត់មិននឹកស្មានថានៅផ្ទះគ្រួសារត្រានគាត់នឹងជួបលោកផានទេសម្លេងអ្នកទាំងពីរឆ្លោះប្រកែកគ្នាយ៉ាងខ្លាំងធ្វើឲ្យឪពុករបស់យ៉ាចាន់ភ្ញាក់ផ្អើលពេលគាត់ឃើញគាត់គឺជាបរិសុទ្ធសំណាងអាក្រក់ម្នាក់មកពីគ្រួសារត្រានលោកត្រានខឹងខ្លាំងណាស់រហូតដល់ភ្នែករបស់គាត់ភ្លឺដោយសារការគោរពចំពោះកូនស្រីរបស់គាត់ឪពុករបស់ខ្ញុំមានសជីវធម៌ចំពោះអ្នកឪពុករបស់ខ្ញុំកាច់សាហាវជាងអ្នកទៅទៀតខ្ញុំមិនខ្លាចគាត់ផងចំពោះខាងចៅហ្វាយចាស់វិញកូនប្រុសរបស់គាត់ក៏បានធ្វើឲ្យគាត់មើលទៅស្រពោនដែរមន្ត្រី2នាក់ដែលមិនបានជួបគ្នាដោយសំណាងល្អបានបដិសេធមិនទៅភរិយាទី1គ្មានជំរឿអ្វីក្រៅពីឲ្យលុយពួកគេម្នាក់ទេគេនិយាយថាក្មេងប្រុសអ្នកគ្រប់គ្រងនេះគឺជាកូនប្រុសរបស់ម្ចាស់ហាងលក់អង្គរហ្វេនខៃនៅក្នុងទីក្រុងភរិយាទី1បានណែនាំម្ចាស់ហាងយ៉ាងរហ័សឲ្យទៅរកគាត់ហើយនិយាយជំនួសគាត់អាជីវកម្មរបស់ចៅហ្វាយហ្វេនត្រូវពឹងផ្អែកលើអង្គរស៊ុយសាអកដែលផលិតដោយគ្រួសាររបស់គាត់ជារៀងរាល់ឆ្នាំគាត់មិនហ៊ានមិនគោរពសេចក្តីសប្បុរសនេះទេទោះបីជាពួកគេទាំងពីរនាក់ធ្វើអាជីវកម្មអង្គរក៏ដោយអាជីវកម្មរបស់ចៅហ្វាយហ្វេនមិនធំដូចហាងលក់អង្គរថែនខៃទេមនុស្សនិយាយថាមិត្តរួមការងារជាស្ត្រូវប៉ុន្តែគាត់ស្រាប់តែមានគំនិតចង់ប្រែក្លាយស្ត្រូវទៅជាឪពុកម្ដាយក្មេកគាត់បានប្រគល់ភារកិច្ចឲ្យប្រធានសមាគមអញ្ជើញថៅកែថែនមកញ៉ាំអាហារពេលល្ងាចពេលគាត់ទៅដូច្នេះថៅកែហ្វេនបានសុំឲ្យនរណាម្នាក់ធ្វើជាអ្នកផ្គូផ្គងគាត់ក៏និយាយភ្លាមថាថៅកែហ្វេនមិនចាប់អារម្មណ៍នឹងកូនស្រីរបស់ខ្ញុំទេប៉ុន្តែចាប់អារម្មណ៍នឹងម៉ាក់អង្គររបស់ខ្ញុំដែលក៏មានន័យថាផ្ដល់ម៉ាក់អង្គរទៅឲ្យហ្វេនដែរខាងនេះថៅកែឈើក៏បានទៅផ្ទះគ្រួសារហ្វេនដែរប៉ុន្តែថៅកែហ្វេនស្ទាក់ស្ទើរអស់រយៈពេលយូរហើយបដិសេធមិនជួបគាត់ព្រោះគាត់មានផែនការផ្ទាល់ខ្លួនដោយចង់ឆ្លៀតឱកាសពីរឿងនេះដើម្បីដាក់ថៅកែឈើឲ្យស្ថិតក្នុងស្ថានភាពលំបាកថៅកែគ្រាន់តែរងចាំបែបនោះរហូតដល់ល្ងាចថៅកែផាន់បន្ទាប់ពីដឹងមូលហេតុត្រូវទៅជួបមនុស្សធំនេះគ្រាន់តែជារឿងតូចតាចប៉ុណ្ណោះគាត់បានសន្យាថានឹងមិនបន្តវាទេប៉ុន្តែបញ្ហាមិនសាមញ្ញប៉ុន្មានទេបន្ទាប់ពីដោះស្រាយរួចរងចាំថៅកែហៀបនឹងចាក់ចេញថៅកែផាន់បានហៅគាត់ត្រឡប់មកវិញភ្លាមថាតើអង្គរដែលបានទិញនៅវាលស្រែឆ្នាំនេះយ៉ាងដូចម្ដេចបន្ទាប់មកថៅកែបានយល់ពីអត្ថន័យភ្លាមដោយនិយាយថាការបញ្ជាទិញអង្គរឆ្នាំនេះពិតជានឹងធ្វើឲ្យគាត់ពេញចិត្តទោះបីជាគាត់មិនយល់ស្របទាំងស្រុងក៏ដោយប៉ុន្តែនិន្នាការគឺច្បាស់លាស់បន្ទាប់ពីនិយាយរួចគាត់ខឹងហើយចាក់ចេញអរគុណថៅកែបានអញ្ជើញគាត់ឲ្យទៅយឺតគាត់មើលទៅញឹមដោយបង្ខំនេះវាពិតជាខ្លឹមសារនៃហាងអង្គរត្រែងគីយ៉ាចៅហ្វាយថែនបន្ទាប់ពីដំណឹងនេះក្បាលធំរបស់គាត់មានអារម្មណ៍ដូចជាវាហៀបនឹងផ្ទុះនៅលើផ្ទៃខាងលើពួកគេជាមិត្តភក្តិប៉ុន្តែតាមពិតទៅពួកគេសុទ្ធតែជាគម្រោងការនៅពីក្រោយខ្នងរបស់ពួកគេបច្ចុប្បន្នអ្នកគ្រប់គ្រងបញ្ចូលថែនទើបតែធ្វើឲ្យចៅហ្វាយចាស់អាក់អន់ចិត្តបន្ទាប់ពីអេវឡេងមានបញ្ហាធំទៀតហើយផ្ទះចាស់របស់ចៅហ្វាយទេហើយគាត់ក៏ឈប់ភ្លាម